ពេលថ្ងៃបាទសម្រាប់វិការងារបាទហូបបាយហើយអង្គុយផឹកកាហ្វេមួយកែវបន្ទាប់ពីហូបកាហ្វេមួយកែវរួចហើយក៏ក៏លេចឃើញកូនសត្វមួយបាទជាសត្វអលោកហ្នឹងមើលទៅបងប្អូនថាខ្ញុំស្គាល់បាទទូចមែនតើបាទហើយក៏សួរអ្នកលក់ថាសត្វនឹងសត្វអីគេគាត់ក៏ប្រាប់ថាអលោកបងអលោកនេះគឺអលោកដីថាអលោកនេះទូចណាបើនៅស្រុកខ្ញុំនេះធំធំណានៅស្រុកខ្ញុំនៅពីក្មេងៗខ្ញុំទៅមើលគោមើលអីឬក៏យប់ឡើងអីបងខ្ញុំដើរមើលតាមអឺដើមត្នោតណាបាទដើមត្នោតគឺសបោអាលោកហ្នឹងបាទកាលពីក្មេងៗមានទេដើរឆ្លោះអាលោកឆ្លោះអីហ្នឹងហើយខ្ញុំដល់ពេលធំឡើងមានទេធំឡើងដល់ពេលយើងដឹងទៅវាអាណិតវិញបាទអាណិតបាទហើយពីមុនវិញបើនិយាយរឿងអាលោករឿងសត្វកុចសត្វប៉ពេចនេះវិញគឺយាយខ្ញុំក៏ដូចជាមីងខ្ញុំក៏ថាអូនហើយយប់លប់គេត្រូវការឲ្យកូនគេមូប្តីមូប្រពន្ធគេយកហូបកូនគេចូលដេកឯងដើរទៅចាក់គេឲ្យហើផ្អើលព្រោងព្រាតកូនឯងឬក៏ក្មួយឯងចៅឯងក៏ត្រូវការដេកគេក៏ត្រូវការដេកដែរចៅឯងដើរយប់ឡើងអញ្ចឹងទៅបាញ់បោះគេអញ្ចឹងគឺផ្អើលគេត្រូវការជួបជុំប្រពន្ធកូនគេប្តីប្រពន្ធគេដែរណាកូនចៅដល់ពេលធំឡើងបានដឹងពាក្យនឹងថាម៉េចបាទហើយក៏គិតពាក្យគាត់ទៅក៏មែនបងប្អូនយើងនៅពីក្មេងៗគឺខុសធ្ងន់ណាធ្ងន់មែនតើគឺដើរដាក់អន្ទាក់សัตว์ហ្នឹងបាទដល់ពេលធំឡើងបាទយើងដឹងទៅគឺអាណិតមែនតើបងប្អូនហើយឃើញចេះអាណិតមែនតើបាទអត់ផ្អើលយើងទេបាទហើយនេះគឺជាសត្វរលកអ្នកលក់កាហ្វេគាត់ចិញ្ចឹមបាទគាត់ចិញ្ចឹមឲ្យគាត់ដាក់ទ្រុងទេគឺសបុកវានៅចិត្តនឹងគាត់តែងតែឲ្យចំណីបាទចំណីនោះមានទេមិនមែនទេចំណីអីទេគឺបាយទឹកហ្នឹងបាទបាយទឹកគាត់ហូបហើយហ្នឹងគឺគាត់ដាក់លើស្លឹកស្វាយទឹកអីចឹងណាបាទអញ្ចឹងវាមកស៊ីបាទមកស៊ីមកអីចឹងទៅគាត់ធ្វើឲ្យស៊ាំបាទនេះគឺព័ត៌មានខ្ញុំសួរតាក់ទងនឹងសារលោកដីហ្នឹងណាអញ្ចឹងមកវាស៊ាំនឹងមនុស្សបាទយើងថតអីថតទៅវាខ្វល់វាដើរធម្មតាគឺស្អាតមែនទែនបងប្អូនខ្ញុំស្រឡាញ់មែនទែនបាទ